บางประเภทโหมดแบบนี้យើងចង់កាត់ដាច់ស្មាក៏បានដែរអញ្ចឹងអានេះជាគ្រឿងដំបូងបងកាត់ដាច់ស្មាក៏បានមានស្មាក៏បានដែរបិទក្លៀក6លេខខ្លះគ្រឿងដំបូងនឹងចូលមកអានេះរបៀបដែលយើងបំបែកម៉ូតអញ្ចឹងក្លៀកនេះយើងបិទទៅវារៀងជ្រុងអញ្ចឹងយើងស៊ីវាមូលស្អាតតិចមកស៊ីមួយលេខចេញទៅកម្លាំងវាមូលស្អាតតើបើយើងចាប់បត់វាអញ្ចឹងមកនេះបត់ឲ្យចំចុងទ្រូងលាវាពីលើចេញមកដើម្បីយើងងាយស្រួលយើងគូសកអាវមួយយើងចូលកនេះ10លេខមកហើយបងប្អូនមានជានេះប្រើជាបែបនេះមកនេះដាក់វាវងមករក្លៀកអាវចេញមកយើងមើលតាមម៉ូដអាវគេនេះវងវាចេញអញ្ចឹងមកតើមកនេះយើងឡើងពីចុងទ្រូងមក12លេខហើយយើងដាក់ជាគូសវាកោងនេះគូចេះគូតាមហ្វឺតហ្នឹងឲ្យខ្ពស់ខាងក្លៀកពីគូចឹងហើយបងប្អូនដាក់กระดาษញុកពីក្រោមមកស្លឹកឲ្យពេញមកយើងច្រឡងរវងក្លៀកយើងគ្រាន់គូសហើយតកាត់ឯកហ្នឹងយើងចម្លងវាសិននេះចម្លងវងក្លៀកហ្នឹងសិនចម្លងវងក្លៀកហើយនឹងធ្នេចំហៀងហើយពេលដែលបងប្អូនដាក់មកវិញគឺដាក់ទៅត្រូវកន្លែងហ្នឹងវិញធ្នេចំហៀងគឺទុកប៉ុណ្ណាទុកប៉ុណ្ណឹងដូចគ្នាស្មាយើងច្រឡងចឹងមកនេះចំកលៈកដែលយើងគូសអញ្ចឹងអានេះចម្លងហើយយើងដកវាចេញមកហើយយើងកាត់ផ្ដាច់ស្មាខាងអាផ្ទាំងនោះចេញទុកម្ដុំសិនអាហ្នឹងហើយយកអានេះមកកាត់តាមកនោះដែលយើងច្រឡងនេះអញ្ចឹងជាគេដាក់ឲ្យវាខ្ពស់ខាងក្លៀកចេញមកកហ្នឹងកាត់វាចេញមកហើយយើងច្រឡងចំណុចនេះចំណុចដែលយើងត្រូវដាក់ចូលវិញចំណុចដែលយើងត្រូវដាក់ចូលជាមួយនឹងផ្ទាំងក្លៀកនេះយើងញុកអាកាដាសយើងច្រឡងហ្នឹងចូលវិញយើងដាក់គូសជាតិហ្នឹងឲ្យចេញរាងកដូចដើមវិញមកនេះប្រហើបពុំឲ្យគូសឲ្យត្រូវកន្លែងតែមួយត្រឡប់ជាអញ្ចឹងមកដូចយើងគូដំបងអញ្ចឹងហើយយើងយកចេញមកយើងកាត់យកអាផ្ទាំងនឹងដាក់ពីលើហ្នឹងចេញមកអាផ្ទាំងក្នុងនោះមិញយើងកាត់ផ្ដាច់ស្មាហើយគេយកដាក់មកវិញនេះអញ្ចឹងចំណុចដែលយើងនេះចំណុចដែលគេចង្អុលប្រាប់យើងហ្នឹងកន្លែងហ្នឹងយើងត្រូវដាក់កងគ្នាវិញអញ្ចឹងកាត់កន្លែងណាដាក់កន្លែងហ្នឹងត្រូវគ្នាវិញបន្ទាប់មកផ្ទាំងនេះយើងពុះវាត្រង់ទៅលើកលើយើងចូលបូកពីចុងទ្រូងហ្នឹងមួយលេខកន្លះហើយយើងចាប់បត់ចេញមកឧទាហរណ៍យើងចូលជីបទ្រូង9អញ្ចឹងលើហ្នឹងយើងដាក់10កន្លះមកបើចូលជីបទ្រូង10យើងដាក់11កន្លះមកហើយមិនបាច់ស៊ី6លេខកន្លះប្រឡោះនេះទេយើងគ្រាន់តែជីបវាឡើងលើដើម្បីឲ្យអាយើងវាដេកតែអឹបស្អាតហើយយើងឆ្វៀលទ្រូងឲ្យស្អាតមកឆ្វៀលទ្រូងយើងមានជាសម្រាប់ឆ្វៀលហើយបន្ទាប់មកបងប្អូនជាចេញអស់មកជាតាមកនោះដែលយើងគូសជីបហ្នឹងជាចេញអស់មកហើយកន្លែងនេះពេលយើងបត់ទៅវាងាក់អញ្ចឹងយើងដាក់ជាពីក្រោមមកត្រង់យើងលើសប៉ុណ្ណាយើងកាត់ប៉ុណ្ណឹងចោលអាធ្នេគៀននេះធ្នេជីបគៀននេះយើងជាវាចេញមកហើយបងប្អូនដាក់ផ្គុំវាសាកមើលវិញដើម្បីយើងដាក់តម្រងកផ្ដាច់ស្មានោះឲ្យចូលកន្លែងដើមវិញនេះដាក់វាត្រូវកន្លែងហ្នឹងវិញណាអញ្ចឹងកាត់ចេញប៉ុណ្ណាគឺយើងដាក់ប៉ុណ្ណឹងមកវិញបន្ទាប់មកយកស្មាអាពុំដែលយើងកាត់ផ្ដាច់ខាងលើនេះយកអាហ្នឹងមកវាស់កាត់កក្រោយព្រោះអាផ្ទាំងនោះផ្ដាច់ស្មាបាត់អីអញ្ចឹងយើងត្រូវយកស្មានេះយកមកវាស់អានេះយើងបត់ស្មាមួយលេខកន្លះដើម្បីយើងចុះកឲ្យត្រូវអានេះយើងចុះ8លេខនេះគូវាចេញជ្រុងសិនមកចេញជ្រុងអញ្ចឹងហើយបន្ទាប់មកយើងយកឈៀកមកដាក់ផ្ដេកឈៀកចេះកមុខគេដាក់ប្រឈរតែកក្រោយគេដាក់ផ្ដេកឈៀកចេះវិញឆ្វៀលកក្រោយអញ្ចឹងមកហើយយើងចូលស្មានេះ4លេខមកចូលពីក្លៀកមកហើយដាក់ឈៀកនេះ100ចកេះមកឈៀកខ្នងអានេះគេហៅឈៀកខ្នងគឺសម្រាប់គូជីបខ្នងអាវតោះមកយើងកាត់វាចេញកាត់កនឹងចេញមកយើងជ្រៀកចេញមកជាតាមកនោះយើងអានេះចុះចកេះសិនដោយសារម្ចាស់ហ្នឹងរៀងខ្នងកពឹសអញ្ចឹងយើងចុះចកេះ4លេខហើយយើងសម្រត់ជីបនឹងមកតែយើងចុះចកេះយើងត្រូវសម្រត់ជីបអត់យកកាត់ជីបនៅរៀងនៅលើនេះសម្រត់រៀងមកនៅក្រោមវិញមិនពាក់ទៅអត់យូរហើយជើងយើងបិទឲ្យគ្រប់សម្រង16លេខមកវិញមកដោយសារម្ចាស់នេះខ្នងវាវែងខ្នងរៀងវែងពេលអញ្ចឹងយើងសម្រត់ចកេះចុះក្រោមដើម្បីពាក់កុំឲ្យយូរខ្នងហើយយើងឆ្វៀលជើងឲ្យដូចដើមវិញមក16លេខចុះជើងហ្នឹងតម្លាក់ជីបតម្លាក់អីមកអស់តោះមកយើងកាត់ចេញធម្មតាសម្រាប់សុំឲ្យកន្លែងដាក់ខ្សែរូតក៏យើងត្រូវសម្រាប់រៀងដែរបើមិនចឹងទេពាក់ទៅហើ
ជ្រៀកចេញធម្មតាដូចយើងកាត់រដងគ្រាន់តែយើងតម្លាក់ចង្កេះសម្រត់ចង្កេះចុះក្រោមនេះផ្ទាំងក្រោម